អូនយើងមកនាំគ្នាធ្វើអាហារពេលព្រឹកចាំងសាមញ្ញហើយប៉ុន្តែវាមានរសជាតិឆ្ងាញ់ហើយវាមានជីវជាតិច្រើនទៀតអត់មានអីច្រើនទេគឺមានស្លឹកកញ្ឆាយមានស្ពៃក្តោបហើយមានជាមួយនឹងការ៉ុតអញ្ចឹងគឺយើងហាន់បន្លែទាំងអស់នឹងចូលគ្នាមកហើយស្លឹកកញ្ឆាយហ្នឹងយើងដាក់ប្រេងបន្តិចមកយើងច្របល់ចូលគ្នាសព្វទៅហើយបន្ទាប់មកគឺយើងដាក់ស្រុះជាមួយនឹងត្រចៀកកដោហើយយើងហាន់ជាមួយនឹងកាទៀវរបស់យើងហ្នឹងហាន់ជាល្អិតៗមកបន្ទាប់មកទៀតគឺយើងដាក់ឆាបន្លែយើងបន្តិចចូលគ្នាមកគឺយើងដាក់ស្ករបន្តិចហើយបន្ថែមជាមួយនឹងទឹកស៊ីអ៊ីវមកហើយពងមាន់គឺយើងដាក់ចៀនវាមកហើយបានយើងដាក់បញ្ចូលគ្នាចូលទាំងអស់មកយើងច្របល់ចូលគ្នាឲ្យសព្វមកនៅពេលដែលសព្វហើយយើងទុកដោយឡែកមកបានយើងលាយទឹកស៊ុសបន្តិចមកគឺមានទឹកខ្ទឹមមានខ្ទឹមមានម្ទេសហើយយើងដាក់ប្រេងខ្យងប្រេងក្តៅហើយយើងដាក់ជាមួយនឹងទឹកស៊ីអ៊ីវយើងកូរឲ្យសព្វចូលគ្នាមកហើយបន្ទាប់មកទៀតគឺយើងត្រូវយកกระดาษណែមរបស់យើងហ្នឹងគឺប្រភេទបែបហ្នឹងហើយបន្ទាប់មកគឺប្រភេទនេះគឺយើងនៅពេលដែលយើងអាំងទៅគឺវាស្រួយតែម្ដងអញ្ចឹងយើងយកមកវិចខ្ចប់ជាមួយនឹងกระดาษណែមរបស់យើងមកហើយបានយើងយកទៅចៀនវាឲ្យឆ្អិនមកនៅពេលដែលឆ្អិនហើយគឺស្រួយឆ្ងាញ់មែនទែនចាបងប្អូនហើយបន្ទាប់មកនៅពេលដែលឆ្អិនហើយយើងអាចយកវាមកជ្រលក់ជាមួយនឹងទឹកស៊ុសរបស់យើងហ្នឹងតែប៉ុណ្ណឹងគឺរួចរាល់តែម្ដងគឺរសជាតិឆ្ងាញ់មែនទែនចាបងប្អូនសាកមើលចា